ឆ្នាំព្យាបាលដង្កូវស៊ីធ្មេញសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកដឹងពីអត្ថប្រយោជន៍របស់ដើមស្នាយម្ដងដែលជាឱសថបុរាណដ៏ពូកែស័ក្តិសិទ្ធិសម្រាប់បងប្អូនដែលគាត់មានបញ្ហាដូចជាទី1បងប្អូនដំបៅតាមអញ្ចាញធ្មេញដង្កូវស៊ីធ្មេញនិងឈឺបំពង់កចំណុចទី2ជួយបំបត្តិក្លិនមាត់បាទសម្រាប់បងប្អូនដែលមានបញ្ហាក្លិនមាត់ឥឡូវខ្ញុំប្រាប់ពីវិធីប្រើមួយណាចំណុចទី1និងចំណុចទី2យើងយកសម្បកទៅដាំយើងដាំទឹក3យកទឹក1ហើយយើងយកទឹកហ្នឹងមកកពូមាត់ឲ្យបាន20នាទីមកចំណុចទី3សម្រួលដល់ការបត់ជើងតូចដូចជាការនោមទាស់នោមឈឺនោមកាហាយជាដើមអានឹងយើងដាំទឹកហូបដូចគ្នាបាទហើយចំណុចទី4គឺបំបត្តិកមរមាស់ហ្នឹងយើងយកចចនឹងស្លឹកស្នាយហ្នឹងយើងកាច់មកឃើញចហ្នឹងយកលាបបាទចំណុចទី5ព្យាបាលជំងឺគ្រុនចាញ់បងប្អូនហើយរបៀបប្រើពីវិធីព្យាបាលគ្រុនចាញ់បងប្អូនកោះយកឫសហើយនឹងដើមហ្នឹងយកមកលីងឲ្យក្រៀមហើយបានអាចយកទៅដាំទឹកហូបអាហ្នឹងគឺព្យាបាលជំងឺគ្រុនចាញ់ណាបាទឃើញថាដើមស្នាយគឺមានអត្ថប្រយោជន៍ច្រើនណាបងប្អូនបាទកាលពីតូចខ្ញុំចាំបានថាពេលដែលឈឺធ្មេញគឺយើងយកចស្នាយលាយជាមួយចល្ហុងដាក់ចូលធ្មេញហ្មងប៉ុន្តែតាមការស្រាវជ្រាវសភៅឱសថបុរាណនេះគឺគាត់ដាក់ថាព្យាបាលអញ្ចាញធ្មេញហើយនឹងបំបត្តិឈឺកហ្នឹងគឺយើងដាំទឹកហើយយើងយកមកកពូមាត់ហើយនឹងជួយបំបត្តិក្លិនមាត់បាទអញ្ចឹងបងប្អូនដើមស្នាយយើងអត់អាចដាំនៅចិត្តផ្ទះបានទេតែយើងអាចដាំជាលបងបានអញ្ចឹងណាបងប្អូនព្រោះឫសវាស្វិតល្អមែនតើបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចជួយ share ចែកម្លែកម្នាក់មួយផងណាបងប្អូនហើយកុំភ្លេចជួយគ្រប់គ្រងទឹកញ័ររបស់ខ្ញុំផងបងប្អូនដោយសារទឹកញ័រនេះមកវគ្គក្រោយនេះគឺមកហាងច្រើនដែរអញ្ចឹងពុកម៉ែបងប្អូនអាចកំងប្រហែលក៏បានដែរបាទហើយលេខ Telegram នៅនឹងមានបងប្អូនអាចតាក់ទងមកឬក៏ចុច link Telegram ទៅណាបងប្អូនបាទហើយទឹកញ័រសុទ្ធល្អ 100% ណាបងប្អូនចង់បានលេខទឹកខ្មុំក៏បានចង់បានសុទ្ធ 100% ក៏បានខ្ញុំមានតាមតម្រូវការជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទបងប្អូនប្រើប្រាស់ទឹកញ័រគឺជួយសម្អាតកាពះពោះវៀនកម្ចាត់ជាតិអាស៊ីតក្នុងកាពះយីរួមជួយយើងបានច្រើនតាំងពីសក់ក្បាលដល់ចុងជើងបងប្អូនធ្លាប់ប្រើដល់ថ្ងៃបាទហើយកាបូបក៏មាននៅក្នុងស្តុកដែរណាបងប្អូនត្រូវការកាបូបស្ពាយដូចខ្ញុំបែបនេះពេលដែលយើងដើរលេងនៅកន្លែងមនុស្សច្រើនបងប្អូនស្ពាយពីមុខហ្នឹងទៅការពារទ្រព្យសម្បត្តិរបស់យើងជាពិសេសគឺរបស់មានតម្លៃដូចជាទូរស័ព្ទដូចជាលុយកាក់អីជាដើមបាទហើយកាបូបនេះមួយតែ10000ទេពុកម៉ែបងប្អូនជួយគ្រប់គ្រងផងបាទអរគុណច្រើនជម្រាបលា